មានបងប្អូនយើងជាច្រើនដែលឲ្យខ្ញុំមកបង្ហាញអំពីរបៀបបង្កើត Facebook Page ដើម្បីរកលុយអូខេសម្រាប់ប្រទេសកម្ពុជារបស់យើងគឺអាចរកលុយពី Facebook Page ចាប់តាំងពីឆ្នាំ2022មកម្លេះគឺយើងអាចដាក់ admin ខ្មែរបាននិងកុងធនាគារខ្មែរបានអូខេអញ្ចឹងដើម្បីបង្កើត page ដើម្បីរកលុយពី Facebook បានបងប្អូនត្រូវតែមានបាទ Facebook ហើយនឹងក៏ដើម្បីបង្កើត Facebook បានលុះត្រាតែបងប្អូនត្រូវតែមាន Gmail ដែរដើម្បីឲ្យ Facebook របស់យើងគឺមានភាពរឹងមាំដូច្នេះដែរគឺខ្ញុំធ្វើជាវីដេអូជាដំណាក់កាលហើយមួយដើម្បីឲ្យបងប្អូនងាយយល់អញ្ចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះបងប្អូនជួយ like comment និងជួយ share វីដេអូនេះដល់មួយផងដើម្បីឲ្យបងប្អូនយើងនៅតែទៀតក៏បានឃើញនឹងបានយល់ពីវីដេអូនេះផងដែរអញ្ចឹងនៅក្នុងវីដេអូនេះផ្ទាល់គឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបបង្កើត Gmail ដើម្បីយកទៅបង្កើត Facebook អញ្ចឹងអូខេឥឡូវយើងចូលទៅអនុវត្តទាំងអស់គ្នាអញ្ចឹងខ្ញុំប្រើទូរស័ព្ទ Android អញ្ចឹងយើងចូលក្នុងកម្មវិធី Play Store បន្ទាប់មកគឺនៅខាងលើជាងខាងស្ដាំបងប្អូនចុចលើសញ្ញារូប Gmail របស់យើងអញ្ចឹងខ្ញុំសុំពលកន្លែងនេះដោយសារ Gmail ខ្ញុំមានច្រើនអញ្ចឹងបងប្អូនចូលទៅកន្លែងចំណុចមួយដែលគេសេតពាក្យថាបញ្ចូលគណនីផ្សេងហើយយើងបង្កើតថ្មីបងប្អូនអូខេយើងជ្រើសទៅនឹងហើយគឺមកដល់កន្លែងនេះគឺឲ្យយើងបង្កើតគណនីបងប្អូនជ្រើសរើសនៅខាងក្រោមត្រង់ពាក្យថាបង្កើតគណនីបងប្អូនចុចលើពាក្យហ្នឹងមកអូខេចុចលើពាក្យហ្នឹងគេដាក់ពាក្យមួយដែលគេដាក់ថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំខាងលើបងប្អូនជ្រើសរើសអាទី1មកទៅមកចុចពាក្យមកបន្ទាប់ត្រង់ចំណុចនេះគឺបង្កើតគណនី Google អញ្ចឹងបងប្អូនមើលគេដាក់ថានាមខ្លួនអញ្ចឹងបងប្អូនបំពេញឈ្មោះរបស់យើងមកបងប្អូនអញ្ចឹងបងប្អូនចង់ដាក់ឈ្មោះយើងដាក់ឈ្មោះហ្នឹងទៅសម្រាប់ Gmail នេះយើងបង្កើតឲ្យវាត្រូវជាមួយនឹងឈ្មោះអត្តញ្ញាណប័ណ្ណរបស់យើងតែម្ដងទៅបងប្អូនអញ្ចឹងខាងលើយើងដាក់ឈ្មោះនាមខ្លួនខាងក្រោមយើងដាក់តកូលទោះពីបងប្អូនដាក់បានត្រឹមត្រូវបងប្អូនក៏លេខមើលខាងក្រោមជាងខាងស្ដាំគឺចុចយកពាក្យថាបន្ទាប់នេះមកដល់ចំណុចនេះគឺគេដាក់ថាព័ត៌មានមូលដ្ឋានបងប្អូនថ្ងៃនេះគេឲ្យយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតមកកន្លែងទី1គឺថ្ងៃបងប្អូនដាក់មកគឺឲ្យវាត្រូវជាមួយតញ្ញាណប័ណ្ណយើងក៏បានដែរបងប្អូនព្រោះ Gmail យើងវាសំខាន់ខែហើយនឹងបន្លាស់ទី2គឺខែបងប្អូនជ្រើសរើសមកអូប្រើបងប្អូនឲ្យទី3នេះគឺឆ្នាំអញ្ចឹងបងប្អូនសរសេរឆ្នាំកំណត់របស់បងប្អូនចុងក៏បានដែរអានេះយើងអាចដាក់ពីខុសពីថ្ងៃខែឆ្នាំកំណត់ក៏បានដែរបងប្អូនយើងអាចកែបានទៅមកខាងក្រោមនោះគឺជា page នៅត្រង់នេះគឺមាន4ចំណុចបងប្អូនអញ្ចឹងបងប្អូនបើប្រុសបងប្អូនរើសប្រុសមកហើយបើស្រីបងប្អូនរើសយកពាក្យស្រីមកអញ្ចឹងខ្ញុំប្រុសខ្ញុំselectយកពាក្យប្រុសអូខេបន្ទាប់មកបងប្អូនមើលខាងក្រោមជាងខាងស្ដាំគឺយកពាក្យបន្ទាប់អូខេបងប្អូនខ្ញុំបង្កើតមួយដើម្បីឲ្យបងប្អូនយល់អញ្ចឹងណាអញ្ចឹងដល់ឡើងនេះគឺនៅខាងលើគេដាក់ថាបង្កើតអាសយដ្ឋានអ៊ីមែលអញ្ចឹងបងប្អូននៅកន្លែងនេះគេមានជំរើសឲ្យយើង2សម្រាប់ឲ្យយើងជ្រើសរើសឲ្យខាងក្រោមគឺយើងអាចដាក់សិតជាខ្លួនឯងអញ្ចឹងដើម្បីងាយស្រួលគឺយើងជ្រើសរើសអ្វីដែលគេដាក់ឲ្យមកវាងាយ process ជាងណាបងប្អូនអញ្ចឹងខ្ញុំសូមជ្រើសរើសមួយក្នុងចំណោម2ខាងលើចឹងអូខេនៅពេលដែលយើងជ្រើសរើសរួចហើយបងប្អូនក្លេកមើលខាងក្រោមជាងខាងស្ដាំដដែលយកពាក្យថាបន្ទាប់អូខេអញ្ចឹងមកដល់នេះគឺដាក់ថាបង្កើតពាក្យសម្ងាត់បងប្អូនអញ្ចឹងយើងបង្កើតពាក្យសម្ងាត់សម្រាប់ Gmail របស់យើងអញ្ចឹងសំខាន់ពាក្យសម្ងាត់បងប្អូនដាក់ពាក្យសម្ងាត់ឲ្យបានរឹងមាំហើយរាងកាយលេខមកបងប្អូនគឺ8ខ្ទង់អីមក8 9 10ខ្ទង់ទៅវាមានអក្សរផងមានជា emoji អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចដាក់ពាក្យសម្ងាត់ទៅចាប់ពី8ខ្ទង់ឡើងទៅឲ្យវាមានរឹងមាំហើយយើងកត់ទុកបងប្អូនកត់ទុកទាំងឈ្មោះទាំង Gmail និងទាំងពាក្យសម្ងាត់ដើម្បីកុំឲ្យភ្លេចអញ្ចឹងអូខេឥឡូវខ្ញុំដាក់រួចរាល់ហើយបងប្អូនពាក្យខាងក្រោមនេះទៀតមកគឺបន្ទាប់នេះឯងបងប្អូន Gmail address និងពាក្យសម្ងាត់បងប្អូនត្រូវតែកត់ទុកដើម្បីចំណាំបងប្អូនកុំឲ្យភ្លេចអសោះពីអូខេអញ្ចឹងមកដល់ទៅនេះគឺគេឲ្យយើងពិនិត្យមើលព័ត៌មានអំពីគណនីរបស់អ្នកអញ្ចឹងអូខេនេះគឺជា Gmail របស់យើងនិងឈ្មោះបន្ទាប់មកបងប្អូនមើលពាក្យខាងក្រោមជាខាងស្ដាំដដែលគឺកន្លែងផ្ទៃខៀវៗនេះបងប្អូនចុចពាក្យថាបន្ទាប់នេះមកបងប្អូនអូខេអញ្ចឹងមកដល់នេះគឺជាចំណុចមួយគឺឯកជនភាពនិងលក្ខខណ្ឌបងប្អូននេះគឺជាលក្ខខណ្ឌរបស់Gmail បងប្អូនអាន
ក៏បានឲ្យបងប្អូនបំអានទៅបងប្អូន scroll ឡើងលើមក scroll រហូតទៅដល់ខាងក្រោមដែលមានផ្ទៃពណ៌ខៀវៗនេះបងប្អូនចុចពាក្យហ្នឹងមកបងប្អូនចុចលើពាក្យថាខ្ញុំយកព្រមនេះមកបងប្អូនអូខេហ្នឹងជាលក្ខខណ្ឌរបស់គេអញ្ចឹងនៅពេលដែលបងប្អូនចុចហើយគឺបានន័យថាយើងបង្កើត Gmail បានជោគជ័យបងប្អូនអញ្ចឹងបានន័យថាយើងបាន Gmail ហើយបងប្អូនត្រូវកុំភ្លេចថា Gmail គឺមានឈ្មោះមាន Gmail ហើយនឹងpassword របស់ Gmail អញ្ចឹងខាងលើហ្នឹងគឺជា Gmail របស់យើងបង្កើតបានបងប្អូនអូខេហ្នឹងហើយជារបៀបបង្កើត Gmail address បងប្អូនត្រូវតែកត់ចំណាំទុកនៅ Gmail និង password កុំឲ្យភ្លេចអសោះបងប្អូនអូខេនៅវីដេអូបន្ទាប់គឺខ្ញុំមកចែករំលែកទាក់ទងទៅនឹងរបៀបបង្កើត Facebook អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនកុំភ្លេចជួយ share វីដេអូនេះមកផងដើម្បីឲ្យបងប្អូននៅទីនេះគាត់បានឃើញនៅវីដេអូនេះផងដែរអញ្ចឹងរងចាំជួបខ្ញុំនៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ